បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទមួយដែលតាក់ទងទៅនឹងការបរិភោគសាច់ឆ្កែគឺមានសំណួរមួយសួរថាតើការបរិភោគសាច់ឆ្កែនឹងអាចបង្កគ្រោះថ្នាក់អ្វីខ្លះដល់មនុស្សបាទជាការពិតណាស់ការបរិភោគសាច់ឆ្កែពិតជានឹងបង្កគ្រោះថ្នាក់ខ្លាំងណាស់ដល់សុខភាពរបស់មនុស្សគឺដូចជាការចម្លងរោគនិងមានបញ្ហាមួយចំនួនទៀតដូចជាបញ្ហាសិលធម៌និងតកតងនឹងបញ្ហាផ្លូវច្បាប់ផងដែរខ្ញុំនឹងនិយាយអំពីបញ្ហាចម្លងរោគបាទប្រសិនបើឆ្កែដែលគេយកមកបរិភោគនោះជាឆ្កែដែលមិនបានចាក់វ៉ាក់សាំងឬជាឆ្កែដែលមានជំងឺឆ្កែឆ្កួតស្រាប់នោះវានឹងបង្កឲ្យអ្នកបរិភោគនោះអាចឆ្លងនៅជំងឺឆ្កែឆ្កួតនោះបានហើយមួយវិញទៀតនោះអ្នកបរិភោគនោះគឺអាចឆ្លងនៅពពួកប៉ារ៉ាស៊ីតមួយចំនួនដូចជាតុកសូការ៉ាកានីស Trichinella និងតេញ៉ាជាដើមដែលពពួកប៉ារ៉ាស៊ីតទាំងនោះអាចបង្កជាជំងឺផ្សេងដល់អ្នកបរិភោគហើយក៏អាចជ្រៀតចូលទៅក្នុងសរីរៈរបស់អ្នកបរិភោគផងដែរដូចជាថ្លើមតម្រងនោមនិងខួរក្បាលផ្សេងហើយអ្នកបរិភោគក៏អាចឆ្លងនៅពពួកបាក់តេរីដូចជា Salmonella, E. coli, Campylobacter និង Leptospira ដែលបាក់តេរីទាំងនោះគឺអាចបង្កឬក៏ធ្វើឲ្យអ្នកបរិភោគនឹងឆ្លងមេរោគឬក៏អាចឈានដល់រលាកមានជំងឺរលាកស្រោមខួរបាទហើយអ្នកបរិភោគនឹងគឺមួយទៀតហ្នឹងអ្នកបរិភោគគឺអាចឆ្លងនៅអាសន្នរោគបាទមួយទៀតគឺថាចំណែកឆ្កែខ្លះហ្នឹងទៀតហ្នឹងគឺត្រូវបានគេចាប់មកឬក៏គេលួចពីអ្នកភូមិមកដោយការប្រើប្រាស់ថ្នាំបំពុលឬក៏ថ្នាំសម្លាប់ផ្សេងឬក៏ថ្នាំសណ្ដំផ្សេងទៀតដែលថ្នាំទាំងនោះគឺវាអាចជ្រាបចូលទៅក្នុងជាលិការបស់សត្វឆ្កែនោះហើយទាំងនោះសុទ្ធតែជាសារធាតុគីមីហើយនៅពេលដែលយើងបរិភោគសាច់ឆ្កែនោះទៅគឺថាសារធាតុគីមីនោះគឺវាអាចជ្រៀតចូលទៅក្នុងអ្នកបរិភោគហើយវាអាចទៅបំផ្លាញសរីរៈរបស់អ្នកបរិភោគបានដូចជាទៅខូចតម្រងនោមដែលខ្មែរយើងហៅទៅកលៀនឬក៏អាចខូចប៉ះពាល់ដល់ថ្លើមឬក៏នឹងអាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទរបស់អ្នកបរិភោគផងដែរនៅជាចុងក្រោយនេះគឺថាវាការប៉ះពាល់ដល់ gen តាមរយៈអត្ថបទដែលគេសរសេរដែលខ្ញុំនឹងបង្ហាញនៅ link ខាងក្រោយហ្នឹង link ខាងក្រោយនេះគឺថាបងប្អូនអាចចូលទៅអានlink នឹងបានតាមរយៈ link ហ្នឹងគេបានបញ្ជាក់ថាការបរិភោគសាច់ឆ្កែគឺមិនបានបំផ្លាញ gen ឬ DNA របស់អ្នកបរិភោគដោយផ្ទាល់ទេប៉ុន្តែបាក់តេរីប៉ារ៉ាស៊ីតនិងជាតិពុលនៅក្នុងសាច់ឆ្កែវាបានធ្វើឲ្យមានភាពតានតឹងនៅអុកស៊ីតកម្មនិងការរលាកហើយវាអាចបណ្ដាលឲ្យមានការខូចខាត gen ឬ DNA អ្នកបរិភោគនឹងដោយប្រយោលបាទសូមអរគុណ